ផល បាទប៉ា ណែថ្ងៃនេះគឺជាថ្ងៃ14កើតគឺជាថ្ងៃបុណ្យអុំទូកប៉ុន្តែវាដូចជាស្ងប់ស្ងាត់មិនដូចរាល់ដងសិនណា ចុះប៉ាមានអីមែនប៉ា គ្មានអីទេណែផលឯងខលហៅបងឯងទៅឲ្យនាំប្រពន្ធកូនរបស់គេមកលេងផ្ទះយើងជុំគ្នាម្ដងទៅណា បាទប៉ាអញ្ចឹងចាំខ្ញុំទៅគាត់លើ អូននិយាយចឹងប៉ាហៅបងមកមិនកាយទេ ខ្ញុំអត់ដឹងណាហ្នឹងព្រោះសុកគាត់ឲ្យខ្ញុំខលទៅបាយខ្ញុំអូប៉ាមកមុំ ប៉ាខ្ញុំមកមិនកាយដែរប៉ា ប៉ាហៅកូនប្រជុំគ្នានេះគឺប៉ាមានកិច្ចមួយណាណែឲ្យសារឆ្នាំនេះឃើញពួកកូនកូននេះនឿយហត់ដូច្នេះប៉ាចង់ឲ្យកូនធ្វើការបួងសួងខ្លះណាដើម្បីសុំសេចក្តីសុខសេចក្តីចម្រើននិងជូនពរដល់ប្រជាជនខ្មែរទាំងអស់គ្នាណា តែខ្ញុំសូមបួងសួងដែរបានអត់តា បានទេចៅបាន មកជុំគ្នាកូនកូនណា ចាបានค่ะ អញ្ចឹងចាប់ផ្ដើមបួងសួងទៅថ្ងៃនេះជាថ្ងៃពេញបរមីអអំបុកសំពះព្រះខែដូច្នេះសូមឲ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោក ប្រសិទ្ធពរជ័យដល់ប្រជាជនខ្មែរទាំងអស់ ពិសេសបងកងទ័ពឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើន សូមឲ្យមានសេចក្តីសុខសន្តិភាពជារៀងរហូត